ទិដ្ឋភាពពេលរាត្រីនៅក្នុងខេត្តកំពង់ចាមបងប្អូនទាំងអស់គ្នាពិតជាស្រស់ស្អាតមែនទែនហើយក៏ចង់ឃើញកូនអ្នកកំពង់ចាមlike share ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃខេត្តកំពង់ចាមរបស់យើងដែលគាត់នៅខេត្តផ្សេងៗនិងបងប្អូនអ្នកកំពង់ចាមដែលគាត់ចេញពីខេត្តកំពង់ចាមទៅនៅតាមបណ្ដាខេត្តឬក៏ក្នុងក្រុងឬក៏ក្រៅប្រទេសឲ្យបានឃើញពីភាពស្រស់ស្អាតនៃខេត្តកំពង់ចាមរបស់យើងឥឡូវណាបងប្អូនទាំងអស់គ្នាអញ្ចឹងមានតែអ្នកខេត្តកំពង់ចាមទេ like share ដើម្បីឲ្យឃើញទាំងអស់គ្នាបងប្អូនហើយសម្រាប់បងប្អូនដែលអត់ទាន់ follow ទេធ្វើច្រឡំដៃជួយ follow ខ្ញុំបាទម្នាក់មួយផងបងប្អូនទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំផ្តិតជូនរូបភាពនៅមាត់ទន្លេកំពង់ចាមនិងទិដ្ឋភាពខ្លះៗនៅក្នុងខេត្តកំពង់ចាមឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាបានឃើញដូចរាល់ដងទៀតហើយបងប្អូនទាំងអស់គ្នាហើយចង់ប្រាប់បងប្អូនថាមាត់ទន្លេកំពង់ចាមនិងទិដ្ឋភាពនៅក្នុងខេត្តកំពង់ចាមឥឡូវពិតជាស្រស់ស្អាតមែនតើបងប្អូនទាំងអស់គ្នាជាពិសេសគឺពេលរាត្រីប្រកបដោយភ្លើងពណ៌ចម្រុះពណ៌ហើយយើងងាកទៅស្ពានហើយមានកណូតទេសចរកប៉ាល់ទេសចរជាច្រើនដែលគាត់ចូលមកនៅក្នុងខេត្តកំពង់ចាមរបស់យើងដើម្បីនាំភ្ញៀវទេសចរអន្តរជាតិមកដើរកម្សាន្តផ្ទាល់នៅក្នុងខេត្តកំពង់ចាមរបស់យើងណាបងប្អូនហើយសម្រាប់ខ្ញុំដូចនិយាយដូចរាល់ដងចឹងបងប្អូនទាំងអស់គ្នាសម្រាប់ខេត្តកំពង់ចាមនៅក្នុងក្រុងគឺមិនសូវជាបានចូលប្រហែលទេអញ្ចឹងពេលដែលបានចូលម្ដងក៏ឃើញភាពស្រស់ស្អាតក៏ចង់ផ្តិតជាវីដេអូដើម្បីចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានឃើញបានទស្សនាជាមួយគ្នាទៅហើយសម្រាប់កន្លែងខ្លះគឺមានការអាប់ដេតថ្មីច្រើនស្រស់ស្អាតមែនតើបងប្អូនទាំងអស់គ្នាដូចជាកន្លែងតើអីមានគេដាក់បាញ់ទឹកបាញ់អីមើលទៅស្រស់ស្អាតមែនតើហើយនឹងដូចជាវីដេអូនៅខាងដើមកន្លែងហ្នឹងមានបាញ់ទឹកមានអីមានទៅគឺស្រស់ស្អាតមែនតើបងប្អូនទាំងអស់គ្នាគឺប្លែកភ្នែកប្លែកអារម្មណ៍មែនតើសម្រាប់ពេលដែលខ្ញុំមិនសូវបានចូលហើយភ្លើងពណ៌ពេលរាត្រីគឺស្រស់ស្អាតណាស់ពិសេសកន្លែងនេះហ្នឹងបងប្អូនទាំងអស់គ្នាហើយគឺមានបងប្អូនអ្នកខេត្តកំពង់ចាមគាត់មកថតរូបនិងបងប្អូនតាមបណ្ដាខេត្តផ្សេងៗគាត់មកលេងទៅគាត់មកថតរូបនិងភ្ញៀវទេសចរអន្តរជាតិដែលគាត់បានមកទស្សនាបានមកលេងនៅក្នុងខេត្តកំពង់ចាមហើយគាត់មកថតរូបនៅហ្នឹងហើយសម្រាប់ខេត្តកំពង់ចាមដូចជាមានការប្រគំតន្ត្រីក្នុងចុងខែនេះពេលដែលឆ្លងឆ្នាំណាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលមានគម្រោងថាមកលេងខេត្តកំពង់ចាមហើយកុំភ្លេចដាក់គម្រោងឲ្យមកសប្បាយទាំងអស់គ្នាដូចរាល់ឆ្នាំដោយសារតែក្នុងខេត្តកំពង់ចាមគឺមានបងប្អូនមកចូលរួមច្រើនណាស់សម្រាប់ឆ្លងឆ្នាំអរគុណ